តើម្ចាស់ផ្ទះល្វែងមួយនេះជាអ្នកណាបានជាដឹងច្បាប់ហើយនៅតែបំពេញច្បាប់ទៀតហ៊ានវាយចិញ្ចឹងរបងថ្មទាំងដែលម្ចាស់ផ្ទះមុនបានធ្វើកិច្ចសន្យាសង់របងនេះឡើងវិញម្ដងទៅហើយប្រជាពលរដ្ឋរស់នៅភូមិ9សង្កាត់ទន្លេបាសាក់ខណ្ឌចំការមនជាច្រើនគ្រួសារកើតទុកមិនសុខចិត្តពាក់ព័ន្ធករណីផ្ទះល្វែងដែលជាបន្ទប់ជួលនៅទីតាំងខាងលើដែលវាយរបងថ្មដើម្បីប្រើប្រាស់ផ្លូវម្ខាងជំនាញផ្ទះប្រជាពលរដ្ឋខាងលើបានលើកឡើងថាពួកគាត់បានផ្ដល់ដំណឹងជូនដល់អាជ្ញាធរខណ្ឌចំការមននិងមានលោកចៅសង្កាត់រងទន្លេបាសាក់បានចុះមកហាមឃាត់ខាងម្ចាស់ផ្ទះល្វែងខាងលើមិនឲ្យវាយជញ្ជាំងនេះបន្តទៀតរងចាំដំណោះស្រាយប៉ុន្តែភាគីខាងម្ចាស់ផ្ទះហាក់មិនញញើតអាជ្ញាធរឡើយនៅតែបន្តវាយដដែលសូមបញ្ជាក់ករណីខាងលើនេះកើតឡើងម្ដងរួចទៅហើយកាលពីឆ្នាំ2019ភាគីម្ចាស់ផ្ទះមុនបានវាយរបងនេះរួចម្ដងទៅហើយឲ្យប្រជាពលរដ្ឋរាយការណ៍ជូនអាជ្ញាធរពាក់ព័ន្ធធ្វើជាការដោះស្រាយឲ្យភាគីខដែលជាម្ចាស់ផ្ទះដើមព្រមព្រៀងសង់ជញ្ជាំងរបងឡើងវិញក្នុងអំឡុង14ថ្ងៃនេះបើយោងតាមលិខិតកំណត់ហេតុដោះស្រាយវិវាទធ្វើនៅថ្ងៃទី4ខែឧសភាឆ្នាំ2019សូមបញ្ជាក់ដែរថាករណីដដែលខាងលើនេះភាគីម្ចាស់ផ្ទះដែលទិញពីម្ចាស់ផ្ទះមុនទោះបីប្រជាពលរដ្ឋព្យាយាមបង្ហាញឯកសារពាក់ព័ន្ធកាលពីឆ្នាំ2019កន្លងមកទៅដល់ម្ចាស់ផ្ទះយ៉ាងណាក៏ដោយក៏ម្ចាស់ផ្ទះថ្មីនៅតែបន្តវាយរបងថ្មីដដែលប្រិយមិត្តទស្សនិកជនសូមស្ដាប់ការធ្វើបទសម្ភាសន៍តលជាមួយប្រជាពលរដ្ឋក្រុមការងារអង្គភាពសារព័ត៌មានយើងខ្ញុំរងចាំការបំភ្លឺបកស្រាយពីភាគីម្ខាងទៀតរៀងរាល់ម៉ោងធ្វើការខាងម្ចាស់ផ្ទះនេះសុំបោកខ្ញុំក៏អាចគ្រូឲ្យបោកទាំងអស់គ្នាតែដល់ពេលការពេលដាក់បោកនេះគេឃ្លុំចិត្តខ្ញុំមិនដឹងទេនោះគេដាក់ពទានោះមកចាដាក់ពទាក៏ទៅមិនចិត្តទាំងអស់អូនោះមកករណីទៀតចានេះតែមានបញ្ហាអីដែរទេពេលដាក់នោះដឹងមុនរបងសង្កាត់ហៅទៅអត់ទៅសង្កាត់គាត់ហៅអនុសង្កាត់ទី1ហៅទៅអត់ទៅជួបគាត់ទេអូទៅជួបគេទៀតចាខ្ញុំបានរាយរាប់ប្រាប់សង្កាត់អស់ហើយគាត់តែសុំតែបោកទេសុំតែបោកទេឥឡូវដាក់មិនសិនផ្សែងសិនជាចេញមកដល់ក្រៅទៀតមិនសិនជាមិនតិចទេណាបាទឥឡូវស្នើសុំអាហ្នឹងមួយទៀតទេបងស្រីចាបាទឥឡូវស្នើសុំកន្លែងដែលដាក់សិនជានេះបងប្អូនប្រិមិត្តយើងឯសារការពីមុនគាត់ស្នើសុំបងប្អូនប្រជាពលរដ្ឋទេមានតកាបោកទេអត់មានការដាក់តយោទុយកសិនជាទុយអីបាទអាចនឹងកាយមានហានិភ័យអីបងប្អូនប្រជាពលរដ្ឋគាត់ភ័យបាទមើលកទុយសិនជាគាត់ឡើងវែងតែម្ដងបងប្អូនប្រិមិត្តយើងបាទនោះពី3ជាន់ទៅដាក់ទាំងអស់បងប្អូនប្រិមិត្តយើងបាទឥឡូវពីក្រោមរហូតនេះបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិ9គាត់ស្នើសុំអាហ្នឹងមកមួយទៀតហើយនឹងមួយទៀតសំខាន់បំផុតនៅផ្លូវនេះតែម្ដងផ្លូវភូមិ9នេះតែម្ដងផ្លូវលំដែលបត់ចូលផ្ទះគាត់បាទគាត់ចោលអត់មានឲ្យឬមួយមានវាយដើម្បីបរិចមុខផ្ទះដើម្បីអីទេបាទសុំភាពស្មើដើមដូចដដែលបាទរស់នៅតាំងពីឆ្នាំណាជំនាន់ណាក៏នៅដូចដដែលអញ្ចឹងបាទក៏សុំតែសំណុំពរប៉ុណ្្នឹងទេហើយក៏ស្នើទៅស្នើទៀតសុំមន្ត្រីពាក់ព័ន្ធទាំងអស់សូមជួយរកយុទ្ធធម៌ហើយនឹងសម្រុះសម្រួលជូនបងប្អូនប្រជាពលរដ្ឋដែលក្នុងឃុំហើយក្នុងករណីនេះឮថាមានការហាមឃាត់ពីចៅសង្កាត់ហើយតែនៅតែបំពេញការវាយទៀតឥឡូវមិនដឹងថាយ៉ាងម៉េចយ៉ាងម៉ាក៏យើងដឹងដែរមានក្រុមអ្នកសារព័ត៌មានយើងគ្រាន់តែបានសុបផ្សាយដើម្បីឲ្យដឹងដល់លោកអាបាលនៃគណៈអាបាលខណ្ឌចំការមនដើម្បីចុះមកជួយសម្របសម្រួលនិងរកយុទ្ធធម៌ជូនបងប្អូនប្រជាពលរដ្ឋយើងជាច្រើនគ្រួសារតែម្ដងនេះកំពុងតែឈររងចាំរកភាពយុទ្ធធម៌ជូនគាត់បាទឥឡូវពួកខ្ញុំក៏បានមកសុបផ្សាយជូនគាត់ដើម្បីដឹងដល់លោកអាបាលនៃគណៈអាបាលខណ្ឌដើម្បីជួយរកយុទ្ធធម៌ជូនគាត់បាទចឹងអស់ហើយបងស្រីណាបាទណាអ៊ំស្រីសុំសួរតិចអ៊ំសំណុំពរមកដល់ខាងអង្គភាពសារព័ត៌មានខ្ញុំបាទនឹងចូលមកដើម្បីអ៊ំចង់ឲ្យពួកយើងធ្វើការផ្សព្វផ្សាយរឿងអីដែរអ៊ំចាឲ្យសូមឲ្យជួយផ្សព្វផ្សាយពីរឿងបញ្ហាដីក្នុងមកតែផ្ទះនេះពីមុនមកខាងសង្កាត់ខណ្ឌបានដោះស្រាយឲ្យមកសារហើយបាទតែទៅពេលឥឡូវនេះគាត់ចាប់ដើមមកវាយតិចទីអស់ផ្លូវនេះគាត់ចង់បើកផ្លូវមកណាដោយសារឲ្យបើសិនជាគាត់បើកផ្លូវពួកខ្ញុំមានបញ្ហាខាងក្រោយ
พวกខាងក្រោយខ្ញុំច្រើនគ្រួសារណាស់ដែលចេញចូលផ្លូវនេះ អញ្ចឹងបានន័យថាពីមុនមកខាងតាមផ្លូវដែលអ៊ំចេញចូលហ្នឹងគឺអត់មានវាយរបងទេអ៊ំណោះ មុនផ្ទះហ្នឹងជាដីឡូ ជាដីឡូណាអ៊ំណោះ ដីឡូបាត់ចិត្តទៅផ្ទះខាងហ្នឹងចឹងដូចគ្នា អញ្ចឹងអ៊ំមានអ្វីសំណុំពរបាទសំណុំពរឲ្យពួកយើងធ្វើការផ្សព្វផ្សាយដែរ សូមសំណូមពរឲ្យជួយមួយខាងផ្សព្វផ្សាយដើម្បីឲ្យដើម្បីរកចិត្តធម៌ឲ្យពួកខ្ញុំខាងក្រោយផងសូមឲ្យរក្សានូវភាពសូមរក្សាភាពដើមភាពខ្ញុំមានឯកសារ អ៊ំមានឯកសារទៀត ចាខ្ញុំមានឯកសារ អូអញ្ចឹងអ៊ំពេលដែលគេវាយហ្នឹងចង់និយាយថាគេមានបានជំរាបទៅខាងលើទេអ៊ំ អត់បានជំរាបទេគេមកវាយឆៅតែម្ដង អូ ចាមកប្រាប់អត់បានអនុវត្ត អត់មានបានជំរាបឬមួយក៏អីទេអ៊ំណា ទេគាត់មកវាយឆៅមក អញ្ចឹងអ៊ំមានតែការសំណូមពរណាអ៊ំណាដើម្បីឲ្យពួកខ្ញុំធ្វើការផ្សព្វផ្សាយឲ្យដឹងថាលើថាអ៊ំការទុកមិនសុខចិត្តទេព្រោះផ្លូវនេះគឺជាផ្លូវរបស់អ៊ំចេញចូល ចា ភូមិអីដែរអ៊ំ ភូមិ9 ភូមិមួយសកាត់អីអ៊ំ សង្កាត់កលេបអាសាខណ្ឌចំការមនផ្លូវសុធារស់ ដល់សំណុំពរដល់ឋានៈនោះចង់ឲ្យជួយដំណោះស្រាយយ៉ាងម៉េចដែរ ចាសូមជួយដំណោះស្រាយដើម្បីឈប់ឲ្យរក្សាភាពដើមឲ្យរក្សាភាពដើមដោយឯកសារនេះ ចូលអ៊ំឯកសារនេះឯកសារអីអ៊ំជួយបង្ហាញតិចបានទេអ៊ំ ចេញពីខណ្ឌមក ឯកសារចេញពីខាង ចា ចេញយ៉ាងម៉េចវិញអ៊ំឯកសារហ្នឹងអ៊ំ ឯកសារនេះចេញពីខណ្ឌមកដើម្បីឲ្យអត់ឲ្យវាយរបងអត់ឲ្យវាយចេញចឹងទេ អូចឹងបានន័យថាធ្លាប់ចេញជាឯកសារម្ដងមកហើយណាអ៊ំណាតែក៏ប៉ុន្តែគាត់នៅតែវាយ គាត់នៅតែវាយ អូហើយវាយអត់មានមើលខាងកណ្ដាស់គេចេញមកឲ្យមើលទេអ៊ំ មិញនេះគាត់មើលវាយកណ្ដាលជាឲ្យវាយបាក់មិញនេះខាងចៅសង្កាត់រងទី1គាត់បានឲ្យអ៊ំហ្នឹងពីឯកសារឲ្យអ្នកដែលមើលការខុសត្រូវផ្ទះហ្នឹងដល់ពេលអ៊ំយកប្រគល់ឲ្យគេអត់ទទួលទេថាគេចេះច្បាប់ហើយគេធ្វើការ30ឆ្នាំហើយគាត់ថាគាត់ធ្វើការនៅសាលាក្រុង ចឹងសំណុំពរអ៊ំមានតែប៉ុណ្ណឹងណាមុំណា ចា អត់ចង់ ឲ្យជួយ កន្លែងណាវិញអ៊ំ កន្លែងហ្នឹង បាទឥឡូវអ៊ំទៅជួយបង្ហាញតិចណាអ៊ំជួយបង្ហាញថាអ្វីដែលអ៊ំការទុកមិនសុខចិត្តហ្នឹងគឺមូលហេតុអីមកពីអីដែរបាទឥឡូវទៅទស្សនាអស់នេះផងដែរបាទ ពីនេះវាយទៅនេះមុន អូចឹងបានន័យថាកន្លែងនេះពីមុនមកគឺអញ្ចាំងបិទចិត្ត ចាអញ្ចឹងបាត់ បាទអញ្ចឹងបិទចិត្តហើយស្រាប់មកវាយអានេះមួយសារហើយមកវាយមកច្រកនេះទៀត ពេលចៅសង្កាត់ចុះមកចៅសង្កាត់ត្រឡប់ទៅវិញល្ងាចមិញនេះរកវាយអានេះទៀត អូ ហើយទិសដៅគម្រោងគេគឺចង់ផ្ដួលកសរទាំងអស់នេះ ចឹងបានន័យថាពីមុនមកកន្លែងនេះគឺរៀបរបងផ្ចិត ចា ដោយចេញចូលតាមច្រកនេះណាអ៊ំណាដូចជាមានច្រកនេះណាអ៊ំណាបាទច្រកតែមួយទេបាទច្រកតែគ្រានេះមួយទេបាទអាហ្នឹងរូបភាពដើមមកមែន រូបភាពដើមក្នុងឯកភាពក្នុងឯកសារនេះ មានចេញតែមួយ បាទអ៊ំ ចាច្រកនឹងមួយហើយនឹងអាចច្រកដើមផ្លូវនោះមួយទៀត អូចឹងបានន័យថាពីមុនមកបាទប្រជាជនបានន័យថាពីមុនមករបងនេះគឺរៀបចិត្តបាទរៀបចិត្តដោយមិនវាយទេហើយឥឡូវស្រាប់តែវាយរបងហ្នឹងទៅក៏បងប្អូនប្រជាពលរដ្ឋដែលរស់នៅខាងក្នុងបាទក៏កើតទុកមិនសុខចិត្តបាទក៏សូមស្នើដល់អ្នកសារព័ត៌មានដើម្បីធ្វើការផ្សព្វផ្សាយបាទដល់សមត្ថកិច្ចឲ្យគាត់ចុះមកត្រួតពិនិត្យនឹងចំណុចនឹងទីតាំងនេះផងព្រោះគាត់អត់សុខចិត្តទេដោយសារតែកាលណាវាយហ្នឹងទៅគឺគាត់ពិបាកនឹងធ្វើដំណើរតាមដងផ្លូវនេះផងដែរបាទប្រជាជនបាទនេះហើយជាបងប្អូនជាពលរដ្ឋដែលគាត់ស្នើមកឲ្យអង្គភាពសារព័ត៌មានយើងខ្ញុំហ្នឹងធ្វើការផ្សព្វផ្សាយផងដែរហើយបងប្រុសមានអ្វីជាចុងក្រោយទៀតបងមានអ្វីស្នើជាចុងក្រោយទៀតទេបងប្រុសជួយនិយាយមកបងនិយាយមកម៉ាត់ពីម៉ាត់ទៅមកបាទ សូមឲ្យ